នៅទាំងអស់គ្នាព្រឹកព្រលឹមយើងចេញទៅធ្វើការម៉ោង 8:41 ដល់ម៉ោងចូលទៅការមកឥឡូវឃើញអាសាំងកំពុងតែចិត្តឡើងទៀតណាទៅទៀតទិញតអគិសនីជីម្ដងតែឡើងទឹកឡានទៀតអត់លុយបងទិញខុសឡើងពេកមានលុយទិញសាំងទេមានទិញតអគិសអំតអគិសនីជីម្ដង350-400ទិញជីពីនឹងលៀនមកសំគួរសង្គ្រាមកើតមានឡើងអញ្ចឹងថាមាសថាសាំងប្រេងទៅឡើងវាជាកំហិតជាក់ស្ដែងព្រោះការដឹងជូនវាពិបាកដែរអញ្ចឹងឈ្មោះកណ្ដាលគេរស់ស៊ីក៏វាតឹងដែរអញ្ចឹងយើងអ្នកប្រើប្រាស់វារឹតតតឹងទៀតពិបាកក្នុងការរកលុយទិញវាលេខឡើង 7,000 10,000 នេះចំយ៉ាឲ្យមើលតាមគ្នាទៅអុយតែសម្រាប់ខ្ញុំអត់អីបើសិនជាវាឡើងយើងមានតែកុំតអគុយមួយទៀតហើយស៊ីមតអគុយក៏ល្អដែរព្រោះពេលខ្លះវាជួយសំចៃយើងដែរបើថាយើងជិះត្រឹម30គីឡូចុះក្រុមយើងជិះនៅពេញទៅបានសាក់ពេញទៅធ្វើការ8ម៉ោងយើងជិះមកផ្ទះវិញគឺរងទិញយូរដែរហើយអញ្ចឹងពេលបើសិនជាផ្សាំងឡើងមែនមានទិញតអគុយមួយទៀតហើយលំតោចាក់ស្ដែងចោលឬក៏ទុកអញ្ចឹងណាអូយើងចាស់ដែរស្គូពីស្រីចាស់អញ្ចឹងយើងបាត់បានតាមកលៈទេសៈនៃសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗណាដោយប្រទេសយើងទទួលរងគេហៅថាបញ្ហាសេដ្ឋកិច្ចពីបណ្ដាប្រទេសដោយសារមហាអំណាចទ្វីបអឺរ៉ុបហ្នឹងគឺកំពុងមានបញ្ហាទាក់ទងនឹងសង្គ្រាមសង្កត់16ប្រទេសទៅហើយអញ្ចឹងសង្គ្រាមលោកលើកទី3វាភាគនឹងចាប់ផ្ដើមហើយព្រោះបើនិយាយទៅវាអាចថា 60% នៃ 100% នៃការកើតឡើងមកដែរតែគាត់ថាវាអត់ដល់កម្រិតធ្ងន់ដល់ 100% ណាអញ្ចឹងស្ថិតនៅក្នុងការដោះស្រាយនៅឡើយទេអញ្ចឹងបើសិនជាប្រទេសយើងនីមួយៗឬក៏សហគមន៍នៃចំនួនប្រជាជនតាមបណ្ដាប្រទេសហ្នឹងគាត់គិតតែរឿងវិជ្ជមានតកតនឹងសេរីភាពរបស់មនុស្សការរស់នៅសុខសាន្តណាព្រោះផែនដីយើងគឺអត់មានការបំផ្លិចបំផ្លាញទៅដោយគេហៅថាផ្សែងពុលគ្រឿងគីមីហ្នឹងទេចឹងបើសិនជានៅតែកើតឡើងទៀតណាបរដ្ឋទេសណាទេក៏នៅតែមានការកើតឡើងក៏ដូចជាខ្វះខាតការគ្រប់គ្រងផ្នែកនីមួយៗនៅក្នុងប្រទេសហើយអញ្ចឹងយើងជាប្រជាពលរដ្ឋមានតែត្រៀមចិត្តត្រៀមកាយក្នុងការបត់បែនតាមកលៈទេសៈអញ្ចឹងរស់នៅបត់បែនតាមកលៈទេសៈយើងមើលទៅតើអ្វីទៅធ្វើអ្វីមិនគួរធ្វើអញ្ចឹងអ្វីដែលជាកត្តាចាំបាច់អ្វីដែលជាមិនកត្តាចាំបាច់ដល់សារៈសំខាន់ឬក៏មិនផ្ដល់សារៈសំខាន់យើងទៅវិញញ៉ៃចំណុចហ្នឹងសម្រាប់ខ្លួនយើងទៅជៀសវាងនៃការចាយប្រាក់កាសខុសបើយើងទិញខុសគឺយើងខាតហើយបច្ចុប្បន្នចាក់ស្ដែងមាសកំពុងឡើងថ្លៃឥឡូវចុះវិញទៀតឡើងចុះឡើងចុះដោយសារមានសង្គ្រាមកំពុងកើតឡើងអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលរួមទាំងអស់គ្នាក៏ដូចជាគិតណាតាក់ទងជាមួយនឹងការចាយវាយក៏ដូចជារក្សានៅសុខសន្តិភាពខ្លួនឯងក៏ដូចជាសុខភាពផ្លូវកាយផ្លូវចិត្តកុំឲ្យមានកត្តាអវិជ្ជមានកើតឡើងចំពោះខ្លួនឯងគិតតែពីរឿងអវិជ្ជមានណាយើងគិតតែពីរឿងធម្មតាសុបាយទៅហើយយើងជាបនស្រន់ឬក៏យើងបួងសួងឲ្យសង្គ្រាមទាំងអស់ដែលកើតឡើងនៅបណ្ដាអឺរ៉ុបហ្នឹងគឺបាត់ឬក៏រលាបសាបសូន្យទៅកុំឲ្យកើតឡើងវាប៉ះពាល់នៅថ្ងៃអនាគតអញ្ចឹងមានប៉ុណ្ណា